មហាសមុទ្រនៃសេចក្តីស្រឡាញ់មេត្តាបិតាគឺជាព្រះរស់របស់កូនកូនលោកទាំងពីរមិនត្រឹមតែជាអ្នកផ្ដល់កំណើតប៉ុណ្ណោះទេប៉ុន្តែគឺជាអ្នកលះបង់គ្រប់បែបយ៉ាងដើម្បីយើងអ្នកម្ដាយអ្នកដែលទ្រាំទ្រទម្ងន់9ខែ10ថ្ងៃនឹងឆ្លងកាត់ការឈឺចាប់ស្ទើរដាច់ដង្ហើមដើម្បីឲ្យយើងបានឃើញពន្លឺថ្ងៃលោកឪពុកដែលជាអ្នកហាលឆ្លងរលកជីវិតហាលខ្យល់ហាលថ្ងៃធ្វើការធ្ងន់ធ្ងរដើម្បីរកប្រាក់មកចិញ្ចឹមនិងផ្ដល់ការអប់រំដល់យើងមាសប្រាក់រាប់លានក៏មិនអាចទិញទឹកចិត្តស្រឡាញ់ដ៏បរិសុទ្ធរបស់ឪពុកម្ដាយបានដែរកូនស្រឡាញ់ប៉ាម៉ាក់ស្រមើមិត្តភ័ក្តិទាំងអស់គ្នាតាំងពីយើងចាប់កំណើតមកអ្នកដែលនៅក្បែរយើងជាងគេគឺពុកនិងម៉ែលោកគឺជាគ្រូដំបូងដែលបង្រៀនយើងឲ្យចេះនិយាយចេះដើរនិងចេះសំពះលោកមិនដែលត្អូញត្អែពីការនឿយហត់ក្នុងការចិញ្ចឹមបីបាច់យើងឡើយទោះបីជាលោកត្រូវធ្វើការហាលខ្យល់ហាលថ្ងៃឬជួបការលំបាកយ៉ាងណាក៏ដោយអូនសូមអរគុណប៉ាម៉ាក់ដល់បានចិញ្ចឹមកូនដល់ក្តីស្រឡាញ់ថ្ងៃនេះផងដែរសាលាអន្តរជាតិអនតារីយ៉ូរបស់យើងបានរៀបចំកម្មវិធីទិវាដឹងគុណមេដាបេដាចា៎វាជាកម្មវិធីស្នូលរបស់សាលាអន្តរជាតិអនតារីយ៉ូដែលយើងធ្វើឡើងនៅគៀកបុណ្យនៃក្តីស្រឡាញ់ផងដែរចង់ឲ្យកូនកូនបង្ហាញពីក្តីស្រឡាញ់របស់កូនកូនទៅកាន់លោកប៉ាម៉ាក់ដ៏ជ្រាលជ្រៅចា៎អញ្ចឹងការដឹងគុណគឺជារឿងដ៏ធំធេងមិនមែនចំពោះតែមេដាបេដាទេទោះអ្នកណាម្នាក់ដែលធ្វើគុណចំពោះយើងក៏យើងត្រូវតែដឹងគុណដូចគ្នាផងដែរចា៎សូមគុណមានជីវិតពីបីតតឹងលើកដាក់ជូនប៉ាម៉ាក់ឲ្យមានសុខភាពល្អជូនប៉ាម៉ាក់ឲ្យមានសំណាងល្អ I wish my parents prosperity and good health អរគុណប៉ាម៉ាក់ដែលដាក់កូននៅសាលាល្អកូនស្រឡាញ់ប៉ាម៉ាក់